សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីតែងតែរំលឹកឲ្យមន្ត្រីមូលដ្ឋានបន្តថែរក្សាការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្សខណៈដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីតែងតែផ្ដល់អាទិភាពដល់បរិស្ថានធម្មជាតិសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយផាសុកភាពរបាយការណ៍ស្ដីពីការផ្ដល់ចំណាត់ថ្នាក់លេខ1ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកនេះក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានធម្មជាតិមកធ្វើជារបៀបវិរៈនយោបាយដើម្បីវាយប្រហាររាជរដ្ឋាភិបាលដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិតាមរយៈការធ្វើឲ្យមានតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សដែលជាចំណុចសំខាន់មួយនៃគោលនយោបាយដឹកនាំប្រទេសតាំងពីជំនាន់សម្ដេចតេជោហ៊ុនសែនរហូតដល់សម្ដេចធិបតីហ៊ុនម៉ាណែតជាក់ស្ដែងនៅក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក៏មាននិយាយអំពីតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សបរិស្ថានធម្មជាតិដើម្បីធ្វើឲ្យសង្គមកម្ពុជាក្លាយជាសង្គមមួយដែលប្រជាពលរដ្ឋរស់នៅប្រកបដោយផាសុកភាព